តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវម៉ាលីសុជាតាក្រសួងការពារជាតិកម្ពុជាសូមសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្ដាលឲ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចំការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជាកាលពីថ្ងៃទី10ខែវិច្ឆិកាជាមួយគ្នានេះក្រសួងការពារជាតិក៏បានធ្វើការបដិសេធការចាប់ប្រកាន់នានាដែលថាកម្ពុជាបានដាក់មីនថ្មីផងដែរការប្រកាសបដិសេធរបស់ក្រសួងការពារជាតិកម្ពុជាយ៉ាងដូចនេះគឺបន្ទាប់ពីកត់សម្គាល់ឃើញថាបណ្ដាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្ដីថ្នាក់ដឹកនាំប្រទេសថៃនិងមន្ត្រីនៃកងយោធាថៃដែលបានចាប់ប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មីនិងបណ្ដាលឲ្យយោធារបស់ខ្លួនជាន់ផ្ទុះនិងរងរបួសធ្ងន់នៅខេត្តព្រះវិហារទន្ទឹមនឹងនេះក្រសួងការពារជាតិកម្ពុជាអំពាវនាវឲ្យភាគីថៃជៀសវាងការដើរល្បាតចូលក្នុងតំបន់ចំការមីនចាស់ៗកម្ពុជាបានបន្តស្នើឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសឺណែវជំរុញឲ្យភាគីថៃដោះលែងវីរៈកងទ័ពទាំង18នាក់ឲ្យបានឆាប់សំណើជាថ្មីនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមកែវរ៉ាមីទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងលោករ៉ូរីម៉ុងកូវិនប្រធាន OHCHR កាលពីថ្ងៃទី10ខែវិច្ឆិកានេះបើតាមការឲ្យដឹងពីសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបឯកឧត្តមកែវរ៉ាមីបានលើកឡើងចំណុចសំខាន់ចំនួន2ទៀតទៅកាន់ប្រធាន OHCHR គឺពាក់ព័ន្ធនឹងវិធានការហាមឃាត់ការប្រើប្រាស់អាសភាវុធដែលខុសច្បាប់អន្តរជាតិក្នុងពេលមានជម្លោះនិងការលក់អាវុធឲ្យប្រទេសកំពុងមានជម្លោះយ៉ាងណាមិញប្រធាន CHRC ក៏លើកឡើងពីភាពល្អកកក្នុងចិត្តដែលឃើញថាប្រទេសដែលអះអាងពីការលើកកម្ពស់សិទ្ធិមនុស្សបែរជាលក់អាវុធទៅឲ្យប្រទេសដែលកំពុងមានជម្លោះព្រំដែនឆ្លើយតបនឹងសំណើប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោករ៉ូរីម៉ុងកូវិនសន្យាថានឹងជំរុញកិច្ចការនេះបន្ថែមនិងនាំយកសំណើនេះទៅកាន់ស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្រសួងមុខងារសាធារណៈបានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នៅទីតាំងពីរព្រមគ្នាគឺនៅទីស្តីការក្រសួងមុខងារសាធារណៈនិងនៅសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃអង្គារនេះឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថាក្នុងដំណើរធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅគោលដៅដែលបានគ្រោងទុកគឺដើម្បីចង់បានទិន្នន័យមួយច្បាស់លាស់មានការឯកភាពគ្នានិងប្រើប្រាស់រួមគ្នាក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈបន្ថែមពីនេះគឺដើម្បីអាចគ្រប់គ្រងឲ្យរឹតតែច្បាស់លាស់អំពីរចនាសម្ព័ន្ធបច្ចុប្បន្ននិងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្ដែងនៅតាមគោលដៅនីមួយៗសូមជម្រាបជូនថាការធ្វើជំរឿនមន្ត្រីគឺចាប់ផ្ដើមដំបូងពីក្រសួងមុខងារសាធារណៈនិងបន្តធ្វើជំរឿនតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈអង្គភាពសុខាភិបាលមូលដ្ឋានស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្តិនិងឈានទៅដល់ការធ្វើជំរឿនមន្ត្រីទូទាំងប្រទេសដើម្បីទទួលបានទិន្នន័យច្បាស់លាស់ឯកភាពគ្នានិងការប្រើប្រាស់រួមគ្នាការដំឡើងពន្ធគយអាមេរិកមកលើទំនិញនាំចូលពីកម្ពុជានឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ2026និងឆ្នាំបន្ទាប់ខាងមុខនេះបើយោងតាមឯកសារស្រាវជ្រាវគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយថ្ងៃទី11ខែវិច្ឆិកាការវិភាគរបស់ ADB បង្ហាញថាពន្ធគយ 19% ដែលសហរដ្ឋអាមេរិកដាក់មកលើកម្ពុជានាពេលបច្ចុប្បន្ននឹងធ្វើឲ្យមានផលប៉ះពាល់តិចតួចមកលើកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខឯកសារស្រាវជ្រាវរបស់ ADB ដដែលបានបញ្ជាក់ថាពន្ធគយបដិការអាមេរិកមកលើកម្ពុជា 19% នេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរនិងអេឡិចត្រូនិកដែលអាចនាំឲ្យមានការផ្លាស់ប្ដូរទៅលើវិស័យមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្មនិងសេវាកម្មទូទៅយ៉ាងណាមិញលោកមីឡានថូម៉ាស់សេតវិទូរបស់ ADB ប្រចាំកម្ពុជានិងជាអ្នកដឹកនាំចុងក្រោយឯកសារស្រាវជ្រាវបានបញ្ជាក់ថាមន្ត្រីជំនាញរបស់រដ្ឋាភិបាលនិងវិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានភាពយ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែមុខនេះនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025នេះក្រុមហ៊ុន Prince Group បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដែលបញ្ជាក់ថាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថាអ្នកអង្គការ Gency បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយក្រុមហ៊ុន Prince Group បានលើកឡើងថាការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់និងមានគោលបំណងរកលេសដើម្បីរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារសូមជម្រាបផងដែរថាការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះស្របពេលសារព័ត៌មាន Global Times របស់ចិននៅថ្ងៃទី
9 ខែវិច្ឆិកាឆ្នាំ 2025 បានចេញផ្សាយថាមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចាប់ប្រកាន់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្ដុំអ្នកជីករ៉ែដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Gen Z មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានប្រៀបធៀបករណីនេះថាជាពៀស៊ីពៀដែលត្រូវបានរៀបចំដោយអង្គភាព hacker កម្រិតរដ្ឋនេះបើតាមការផ្សាយរបស់សារព័ត៌មាន Global Times របស់ចិន